Sus đây là ở kia này cứ chia video clay này không đầm nào cầm sáng tay mình đôi chia đầm nào cầm sáng thế bro để xa tay chia đầm nào từ từ pet này khang Việt Nam này khang khát gia lái hay ní có ban chia review tích tuổi phong đá để xa tay ở sở ban thọt tràn thế ní ở trên sầm nạ đại buộc nhưng ban nạ nơi ní cứ mua thao ngàn hotelហើយវាមានទីតាំងនៅចិត្តជាមួយនឹងមន្ទីរពេទ្យហុងវឿងតែម្ដងហើយអ្នកដែលធ្លាប់ទៅខាងនោះគាត់ដឹងហើយខាងមន្ទីរពេទ្យហុងវឿងគឺមានទីតាំងនៅចិត្តគ្នាជាមួយនឹងពេទ្យចាស់បាទពេទ្យហុងអញហ្នឹងអញ្ចឹងទេសនៈមួយនេះខ្ញុំគិតថាបើយើងអត់ចង់សម្រាកនៅពេទ្យយើងអាចមកគេងនៅក្នុងទេសនៈមួយនេះក៏ល្អដែរដូចនៅក្នុងវីដេអូដែលពួកខ្ញុំបានថតជូនអញ្ចឹងគឺគឺវាស្អាតហើយវាទទួលយកបានហើយសម្រាប់តម្លៃវិញកតុបធូរថ្លៃដែរទេគឺខ្ទង់$15ទៅ$20ទេកតុបដែលខ្ញុំគេនេះគឺ$20ហើយហ្នឹងហើយពួកខ្ញុំបានគេនេះឈ្មោះថៅងាន hotel ហ្នឹងហើយទៅដល់នោះផងដែរបបពិសោធន៍របស់ពួកខ្ញុំគឺ Grab ដែលយើង app Grab ដែលយើងប្រើនៅប្រទេសយើងហ្នឹងពេលយើងទៅដល់នោះយើងអាចប្រើបានជាមួយនឹងខាងវៀតណាមធម្មតាអញ្ចឹងយើងអាច order ម្ហូបយើងអាចbooking app ជាមួយនឹងឡានជាមួយនឹងម៉ូតូអីយើងជិះបានធម្មតានេះយើងបាន booking ពេលយប់ឡើងខ្ញុំ booking Grab taxi ហើយដើម្បីជិះជាមួយប្រពន្ធខ្ញុំហ្នឹងទៅរកអីញ៉ាំហើយយ៉ាងនេះគឺទៅស្វៀតតាមផ្លូវពេលយប់ហើយយើងអត់ដឹងទៅណាទេក៏យើងប្រាប់ឲ្យគាត់ជូនទៅ Kim Center ហ្នឹងវាទៅអក្សរដូចផ្សារទំនើបមួយដែរអញ្ចឹងតែដូចជាអត់សូវមានអីច្រើនប៉ុន្តែយើងទៅដល់យើងឃើញមានហាង Googie ម្ហូបកូរ៉េហ្នឹងយើងក៏ចូលទៅញ៉ាំនៅនឹងហើយប្រពន្ធខ្ញុំ order អីគេទេ passion អីគេទេដូចយកអ៊ូហើយតម្លៃវាមិនសូវធូរថ្លៃទេដូចយើងគ្រាន់បើដែរហ្នឹងហើយយើងក៏បានតាមពិតទៅយើងចង់ដើរញ៉ាំម្ហូបលក្ខណៈជា street food ទេប៉ុន្តែមើលរៀងយប់ដែរហើយមកដល់ពួកខ្ញុំទៅនេះអញ្ចឹងក៏អត់បានដើរទៅណាហើយយើងទៅពេលខ្លីក៏ទៅហូបនៅ Googie ហ្នឹងតែម្ដងទៅហើយនេះគឺសាច់ដែលយើង order មកសម្រាប់រសជាតិខ្ញុំគិតថាសាច់អីហ្នឹងគឺយើងហូបបានដូចធម្មតាដូចតែយើងហូបនៅភ្នំពេញ Googie នៅភ្នំពេញទេប៉ុន្តែអីដែលយើងពិបាកញ៉ាំគឺជាមួយនឹងទឹកជ្រលក់ដោយសារតែទឹកជ្រលក់បែបខាងគេអត់ដូចខាងយើងប្រើទាំងដិតឬក៏ចូលចិត្តញ៉ាំរបៀបបែបផ្សេងណាទឹកជ្រលក់របស់គេខ្ញុំអត់ដឹងថាគេលីងមិនប៉ុន្តែយើងហូបទៅយើងអត់ដឹងទេឆ្ងាញ់ប៉ុន្តែអានេះចុងក្រោយគឺយើងគិតលុយអស់ច្រើនមែនតើអស់$75,000ដុងជាងបើយើងគិតជាដុល្លារប្រហែលជាប្រហែលនេះខ្ញុំភ្លេចប្រហែលជា$30ដែរហ្នឹងហើយអញ្ចឹងញ៉ាំហើយចេញមុខមកយើងស្អុយដែរហើយក៏ដើរតាមផ្លូវអត់តន់ហៅតាក់ស៊ីជិះទេគាត់ថាដើរតាមផ្លូវមើល street food លេងអញ្ចឹងណាដើរមើលក្នុងខេត្តគេមើលម្ហូបក្នុងគេលក់ទីតាំងការរស់នៅរបស់គេអញ្ចឹងទៅហើយក៏ដើរពីអ្នកប្រពន្ធហ្នឹងដើររហូតតែពេលមើល map ទៅក៏ចិត្តដល់កន្លែងទស្សនៈគេអញ្ចឹងខ្ញុំចិត្តថាមិនបាច់ហៅតាក់ស៊ីទេដើរទៅរហូតដល់កន្លែងទស្សនៈតែម្ដងទៅហ្នឹងហើយសម្រាប់អ៊ីនធឺណិតវិញគឺពួកខ្ញុំទិញ data roaming របស់ smartphone ទិញ$2យើងប្រើមួយថ្ងៃអញ្ចឹងយើងអាចប្រើទៅណាយើងស្រួលអញ្ចឹងណាហើយខ្ញុំទិញតែមួយទេខ្ញុំ share hotspot ប្រើជាមួយប្រពន្ធខ្ញុំហើយនឹងជាមួយគ្នាអញ្ចឹងទៅហើយនេះស្ថានភាពពេលព្រឹកហ្នឹងមេឃភ្លៀងហើយយើងដើរទៅរកញ៉ាំអីពួកខ្ញុំក៏គិតថាចង់សាក់ញ៉ាំ phở យើងដើរមើលរហូតចឹងទៅដោយសារយើងកាត់បន្ថយថ្លៃចំណាយទៅលើតាក់ស៊ីយើងដើរទៅចូលហាងញ៉ាំ phở នេះអត់ដឹងថាមួយណាសាច់អីទេយើងដើរនេះគឺពួកខ្ញុំប្រើ Google Translate ទាំងអស់ពីរអ្នកប្រិយប្រពន្ធហ្នឹងអត់ចេះវៀតណាមមួយម៉ាត់ទេដឹងតែ search Google Translate ប្រហែលគេមើលសួរគេមួយម៉ាត់តិចតួចហ្នឹងសួរតម្លៃសួរអីហើយសំខាន់សួរគេថាតម្លៃប៉ុន្មានហើយប៉ុន្តែអត់ពេលគេប្រាប់វិញអត់ដឹងប៉ុន្មានទេហុច cashier ឲ្យគេចុចឲ្យសម្រាប់លុយវិញខ្ញុំអត់ចេះចាយលុយលេខច្រើនពេកមានតែប្រពន្ធខ្ញុំហើយនេះពេលយើងត្រឡប់មកវិញជិះតាក់ស៊ីរាល់ដងគឺមកជាមួយខេត្តរតនគិរីយើងហើយនឹងខេត្តយាឡៃហ្នឹងគឺយើងគេជូន direct រហូតមកដល់បេនណាប៉ុន្តែសារនេះដូចអីវ៉ាន់ច្រើនដែរពួកខ្ញុំរៀងពិបាកក្នុងការជិះដែរហើយនេះយើងចេញដំណើរត្រឡប់មកវិញក្នុងឡានហ្នឹងមនុស្សដូចជា 4-5 នាក់ទេប៉ុន្តែអីវ៉ាន់ច្រើនមែនតើ
ហើយយើងគិតថានៅខាងនោះនេះជាខេត្តមួយដែរប៉ុន្តែក៏គ្រាន់បើយើងមើលសេដ្ឋកិច្ចរបស់គេហើយពួកយើងជិះតាមអញ្ចឹងទៅខ្ញុំចូលចិត្តមើលឡានម៉ូតូព្រោះយើងមើលឡានម៉ាកម៉ូតូអីផ្សេងៗខាងគេអញ្ចឹងទៅក៏យើងផ្លែកមួយយ៉ាងដែរអញ្ចឹងណាជាពិសេសដូចយើង brand ឡានខ្លះដូចជានៅខ្មែរយើងអត់មានតែនៅគេមានអញ្ចឹងទៅដូច brand ឡានខ្លះទៀតនៅខ្មែរយើងវាតម្រង់រូបរាងអញ្ចឹងតែនៅខាងគេរូបរាងបែបផ្សេងហើយខ្ញុំចូលចិត្តមើលប្រភេទឡានដែលប្រើអគ្គិសនីហើយណាមួយដោយសារត្រឡប់ខ្ញុំចូលចិត្តមើលតាំងពីដើមមកដូចនៅការនៅភ្នំពេញអីចឹងតែចូលចិត្តទៅអង្គុយនៅកម្មគោមើលឡានទៅនៅគេជីកកាត់ចឹងទៅយើងបានត្រឹមតែមើលទេតែយើងគ្រាន់តែក្តីសម័យណាហើយអញ្ចឹងអានេះគ្រាន់តែវីដេអូខ្លីដែរទេហើយពួកខ្ញុំក៏បានថតច្រើនដែរហើយសង្ឃឹមថាបើសិនជាពេញចិត្តអាចនឹងពេលកំឡុងពេលខែក្រោយដែលពួកខ្ញុំនឹងត្រូវទៅភាសាទៀតដោយសារតែខ្ញុំត្រូវជប់ណាត់ជាមួយខាងពេទ្យជាមួយការ follow up សុខភាពរបស់ខ្ញុំហ្នឹងអញ្ចឹងពេលដែលយើងទៅភាសាទៀតយើងនឹងធ្វើ full វីដេអូតែម្ដងតាំងពីការយើងធ្វើតម្រង់នៅខាងច្រកច្រកចូលចេញចូលទៅហើយយើងធ្វើបែបម៉េចទៅដល់នោះយើងបែបម៉េចចឹងទៅខ្ញុំនឹងធ្វើការវីដេអូនឹង full ហើយនឹងនិយាយសម្រាប់អ្នកដែលគាត់ធ្លាប់ទៅច្រើនដងហើយខ្ញុំគិតថាគាត់ដឹងអត់អីទេប៉ុន្តែខ្ញុំសម្រាប់អ្នកដែលគាត់អត់តន់បានទៅហើយឬក៏គាត់ចង់មានបំណងថាចង់ទៅពេទ្យខាងហ្នឹងហើយគាត់ពិបាកក្នុងការរអ្នកបកប្រែអ្នកអីចឹងទៅចឹងអានេះខ្ញុំការចែកម្លែកមួយទៅកាន់អ្នកដែលគាត់ចង់ទៅឬចង់ទៅលេងក៏បានចង់ទៅមើលភាពប្លែកនៅខេត្តគេក៏បានមិនមែនថានៅខ្មែរយើងអត់មានកន្លែងដើរប៉ុន្តែបើយើងចង់ស្គាល់ពីអ្វីនៅកន្លែងគេនៅខាងគេមានមិនយ៉ាងម៉េចអីខ្លះអីចឹងណាអញ្ចឹងសម្រាប់វីដេអូពួកខ្ញុំមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយសម្រាប់ខែក្រោយពួកខ្ញុំទៅនឹងព្យាយាមធ្វើវីដេអូ full សម្រាប់អ្នកទាំងអស់គ្នាទស្សនាហើយនឹងប្រាប់ជា detail តែម្ដងក្នុងការធ្វើឯកសារចូលឬក៏យើងមាន passport យើងវាយចូលអីទេតែបើអ្នកចង់ធ្វើត្រឹមឯកសារចូលឆ្លងទៅមកអញ្ចឹងយើងជិះតាក់ស៊ីបែបម៉េចយើងធ្វើបែបម៉េចទៅដល់ហ្នឹងយើងបំពេញយ៉ាងម៉េចឬយើងទៅដល់ពេទ្យហ្នឹងយើងត្រូវជួបអ្នកណាអីយ៉ាងម៉េចអាហ្នឹងពួកខ្ញុំនឹងព្យាយាមធ្វើវីដេអូនឹងបន្ថែមទៀតហើយនឹងព្យាយាមដើរទៅរកកន្លែងញ៉ាំអីប្លែកបែប street food នៅខាងគេដើម្បីថតជូនទាំងអស់គ្នាទស្សនាអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាចូលចិត្តវីដេអូហ្នឹងហើយអធិស្ឋានផងដោយសារតែលើកទី1សម្រាប់ខ្ញុំគឺការ voice over ហ្នឹងអញ្ចឹងមានចំណុចថាខ្វះខាតអីសូមជួយ comment ខាងក្រោមផងសង្ឃឹមថាចែករំលែកហើយខ្ញុំនឹងរៀនពីអ្នកទាំងអស់គ្នាហើយទទួលយកcomment បងប្អូនទាំងអស់គ្នាហើយចង់ឃើញអីប្លែកនៅខាងហ្នឹងពេលដែលខ្ញុំទៅខែក្រោយនេះពួកខ្ញុំនឹងព្យាយាមថតអាហ្នឹងឲ្យទាំងអស់គ្នាមើលដោយសារតែខ្ញុំត្រូវការណាត់ appointment ជាមួយនឹងពេទ្យនៅខែក្រោយហ្នឹងហើយដោយសារតែ health condition ខ្ញុំកាលពីមុនខ្ញុំស្គមតែឥឡូវទៅខ្ញុំហូបច្រើនអីចឹងទៅក៏វាឡើងខ្លាញ់លើសអីចឹងអញ្ចឹងយើងត្រូវការទៅតាមដានសុខភាពហ្នឹងហើយហ្នឹងហើយខ្ញុំនឹងចែកម្លែកជូនសង្ឃឹមអ្នកនរគ្នាចូលចិត្តណាអរគុណច្រើនបាយបាយ